ทรงจินวูการในថ្ងៃទី8ខែមីនាដែលមានឪពុកឈ្មោះសុងអៀវ៉ាននិងម្ដាយឈ្មោះផាក់ខ្ជុងហេឪពុករបស់ជីនវូបានបាត់ខ្លួនកំឡុងពេលដែលគាត់ទៅធ្វើបេសកកម្មសម្រាប់បិសាចនៅក្នុងដាំងចិនមួយចំណែកម្ដាយរបស់ជីនវូវិញក៏បានធ្លាក់ទៅក្នុងកូម៉ាវីតាមុនមួយដែលគេហៅថា Eternal Slumber វាបង្កឡើងដោយសារគាត់ស្រូបយកម៉ាណាច្រើនពេកពីបរិស្ថានជុំវិញខ្លួនដើម្បីចិញ្ចឹមបីបាច់ប្អូនស្រីរបស់ខ្លួនឈ្មោះជីនណាជីនវូក៏សម្រេចចិត្តធ្វើជា Hunter បើទោះបីជាគាត់ខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏គាត់នៅតែត្រូវបានគេដាក់រហស្សនាមឲ្យថា Hunter ដែលអន់ជាងគេបង្អស់ដែរនៅថ្ងៃមួយជីនវូបានទៅធ្វើបេសកកម្មវាលុកដានចិនមួយដែលវាបណ្ដាលឲ្យគាត់រងរបួសធ្ងន់មែនទែនប៉ុន្តែវាមិនជាបញ្ហាអ្វីទេដោយសារតែមាន Healer B rank ម្នាក់ឈ្មោះជូហេនៅចាំជួយព្យាបាលរបួសឲ្យគាត់ក្រោយពីសម្លាប់បិសាចអស់ Hunter ដទៃបានរកឃើញរោងភ្នំមួយដែលពួកគេសន្និដ្ឋានថាដាំងចិនមួយនេះគឺជាដបដាំងចិនបែបនេះគឺពិតជាគ្រោះថ្នាក់មែនទែនប៉ុន្តែ Hunter ទាំងនោះមិនចង់ឲ្យឱកាសមួយនេះបាត់ទៅដោយងាយស្រួលទេពួកគេចង់បានម៉ាណាគ្រីស្តាល់ច្រើនជាងនេះទៀតសម្រាប់គ្រប់គ្រងគ្រួសារអ្នកដឹកនាំក្រុមឈ្មោះលោកសងក៏ដាក់ឲ្យពួកគេបោះឆ្នោតថាគួរចូលទៅក្នុងរោងភ្នំមួយហ្នឹងឬក៏អត់ហើយជាលទ្ធផលពួកគេក៏សម្រេចចុះចូលទៅរកមើលថាមានអ្វីខ្លះបន្ទាប់ពីដើរចូលបានបន្តិចពួកគេក៏មកដល់មុខខ្លោងទ្វារដ៏ធំមួយដែលនៅក្នុងនោះមានរូបចម្លាក់ច្រើនមែនទែននៅពេលនោះទ្វារក៏ស្រាប់តែបិទដែលធ្វើឲ្យពួកគេភ័យសន្ស្លាវគ្រប់គ្នា Hunter ម្នាក់ត្រូវបានរូបចម្លាក់កាប់ដាច់ខ្លួននៅពេលដែលគាត់ព្យាយាមចង់ចាក់ចេញហើយពេលនឹងហើយដែល Hunter ទាំងអស់នោះដឹងខ្លួនថាហានិភ័យរូបចម្លាក់មួយទៀតដែលទំនងជាមេគេបានបាញ់ភ្លើងចេញពីភ្នែកនិងធ្វើការដុតសម្លាប់ពួកគេតែម្ដង Hunter ប្រមាណអ្នកត្រូវបានស្លាប់ក្រោមកម្ដៅដ៏ខ្លាំងមួយនេះហើយលោកសំប្រាប់អ្នកផ្សេងកុំឲ្យកម្រើកបើមិនដូច្នោះទេរូបចម្លាក់មួយនឹងវាយប្រហារពួកគេទៀតហើយមាន Hunter ម្នាក់មិនស្ដាប់លោកសងទេគាត់ជឿជាក់ថាល្បឿនរបស់គាត់អាចជួយគាត់ឲ្យចាក់ចេញពីទីនេះបានប៉ុន្តែនៅពេលដែលគាត់រត់ចាក់ចេញគាត់ក៏ត្រូវបានរូបចម្លាក់បាញ់សតតែជើងមួយគូតែប៉ុណ្ណោះជីនវូរកឃើញថាដាំងចិនមួយនេះមានច្បាប់របស់វាដែលតម្រូវឲ្យពួកគេធ្វើតាមទី1ពួកគេត្រូវតែគោរពរូបចម្លាក់ទី2ពួកគេត្រូវតែថ្វាយបង្គំរូបចម្លាក់ដោយម្នាក់ត្រូវតែរត់ទៅឈរពីមុខរូបចម្លាក់ដែលកាន់ឧបករណ៍ភ្លេងហើយទី3វិញពួកគេត្រូវតែបង្ហាញជំនឿទៅកាន់រូបចម្លាក់មួយហ្នឹងដោយធ្វើការបូជាមនុស្សម្នាក់ក្នុងចំណោមពួកគេទាំងអស់លោកសងក៏សម្រេចចិត្តលះបង់ជីវិតខ្លួនឯងដោយសារគាត់គិតថារឿងនេះកើតឡើងមកពីគាត់ប៉ុន្តែនៅពេលដែលគាត់ដើរចូលទៅក្នុងរង្វង់អាសនៈវាមិនមានរឿងអ្វីកើតឡើងនោះទេតែតាមពិតទៅវាតម្រូវឲ្យពួកគេទាំងអស់ដើរចូលមកក្នុងរង្វង់មួយហ្នឹងបន្ទាប់មកទ្វារក៏បានបើកហើយរូបចម្លាក់ទាំងអស់ក៏ដើរមករកពួកគេម្ដងបន្តិចជីនវូបានរកឃើញពីវិធីបញ្ឈប់រូបចម្លាក់ទាំងអស់នោះហើយក៏បញ្ជាអ្នកផ្សេងឲ្យសម្លឹងមើលពួកវាប្រសិនបើពួកគេដកភ្នែកចេញរូបចម្លាក់នោះនឹងដើរមករកពួកគេទៀតហើយនៅពេលនោះមាន Hunter 3នាក់ភ័យខ្លាចមែនទែននឹងបានរត់ចាក់ចេញចោលគេឯងដោយគ្មានប៉ះពាល់ជីវិតទេជីនវូដែលបានដាច់ជើងដោយសាររូបចម្លាក់ជន់សម្រាប់ចិត្តឲ្យលោកសងនាំជូហេចាក់ចេញពីទីនោះតែគាត់សុខចិត្តនៅតទៅជាមួយនឹងរូបចម្លាក់ទាំងអស់នេះតែម្នាក់ឯងគាត់ត្រូវបានរូបចម្លាក់វាឡើងបែកឈាមពេញនឹងតែម្ដងហើយនៅដង្ហើមចុងក្រោយរបស់គាត់ស្រាប់តែមាន screen system មួយលេចឡើងសួរគាត់ថាតើគាត់ចង់ធ្វើជា player ឬអត់តែមិនស្ទាក់ស្ទើរគាត់ក៏ចុចថាយល់ព្រមក្រោយមកជីវូដឹងខ្លួនឡើងនៅមន្ទីរពេទ្យដោយមានដៃជើងធម្មតាគាត់ត្រូវបានអធិការ surveillance team ឈ្មោះជីនឈុលមកប្រាប់គាត់អំពីរឿងដែលបានកើតឡើងនៅក្នុងដបដាំងចិនជីនឈុលនិយាយថាពួកគេមិនបានរកឃើញប្រាសាទឬក៏រូបចម្លាក់អីទេនៅពេលដែលក្រុមជួយសង្គ្រោះចូលទៅក្នុងដបដាំងចិនមួយនោះគេរកឃើញតែជីនវូម្នាក់ទេដែលដេកសន្លប់នៅលើដីជីនឈុលសួរទៅជីនវូថាតើគាត់ទទួលបាន second awakening Second Awakening នឹងមានន័យថាធម៌ពលដ៏ខ្លាំងក្លាមួយដែល Hunter កម្រិតអន់ទទួលបានជីនវូធ្វើការវាស់កម្រិតម៉ាណារបស់គាត់ហើយរកឃើញថាគាត់មានត្រឹមតែ10ទេដែលវាស្មើនឹងមនុស្សធម្មតាទៅហើយសូម្បី E rank ក៏មានលើស70ដែរក្រោយពីជីនឈោចាក់ចេញជីនវូត្រូវបានតែ system ដាក់ការងារឲ្យគាត់ធ្វើតែឲ្យគាត់ហាត់ប្រាណដើម្បីពង្រឹងកម្លាំងរបស់ខ្លួនឯងហើយបើសិនបើគាត់ធ្វើវាអត់គ្រប់ចំនួនកំណត់គាត់នឹងត្រូវបានតែ system ដាក់ពិន័យជីនវូមិនបានយកវាជាសាច់ការទេនិងមិនបានបំពេញកិច្ចការដែល the system ដាក់ឲ្យធ្វើឡើយហើយជាលទ្ធផលគាត់ត្រូវបាន the system បញ្ជូនទៅកាន់វាខ្សាច់មួយដែលពោពេញទៅដោយបិសាចគោលដៅរបស់គាត់គឺធ្វើយ៉ាងណាត្រូវតែរត់គេចកុំឲ្យស្លាប់ពីបិសាចទាំងអស់នេះក្នុងរយៈពេល4ម៉ោងក្រោយពីគាត់រត់គេចអស់រយៈពេល4ម៉ោងហើយគាត់ត្រូវបានបញ្ជូនមកកាន់បន្ទប់មន្ទីរពេទ្យរបស់គាត់វិញហើយតាំងពីពេលហ្នឹងមកជីនវូមិនដែលខកខានការហាត់ប្រាណម្ដងណាឡើយបន្ទាប់ពីគាត់បានបំពេញការងារដែល The System ដាក់ឲ្យហើយ The System ក៏បានផ្ដល់រង្វាន់ដល់គាត់ផងដែររង្វាន់ពិសេសមួយដែលគាត់ទទួលបានគឺជាសោសម្រាប់ចូលទៅក្នុងដាំងចិនមួយដែលវាអាចធ្វើឲ្យគាត់បង្កើនសមត្ថភាពបានបន្ទាប់មកគាត់ក៏ចាក់សោចូលទៅក្នុងដាំងចិនមួយនោះដើម្បីចាក់ចេញពីដាំងចិនមួយនេះបានគាត់ត្រូវតែសម្រាប់មេបិសាចឬក៏ប្រើត្បូងteleport នៅពេលដែលចូលទៅក្នុងរាងជ្រៅមានបិសាច Goblin 3ក្បាលចេញមកវាយប្រហារជីនវូដោយសារតែឥឡូវជីនវូមាន The System ដែលធ្វើឲ្យគាត់មានកម្លាំងខ្លាំងជាងមុនអញ្ចឹងគាត់ក៏អាចវាយសម្លាប់ Goblin ទាំងនោះបានដោយយ៉ាងងាយស្រួលខណៈពេលដែលគាត់គិតថាវាបានបញ្ចប់មានអីស្រាប់តែចចកដែលពាក់ចង្កូមដៃចេញមកវាយប្រហារគាត់បន្តដោយសារតែមិនអាចសម្លាប់ចចកមួយនេះដោយដៃទទេបានជីនវូក៏បើក inventory របស់គាត់ហើយដកនៅអាវុធមួយចេញមកបន្ទាប់មកគាត់ក៏កាត់សម្លាប់ចចកមួយនឹងត្រឹមតែមួយក្រវៀសតែប៉ុណ្ណោះការសម្លាប់បិសាចទាំងអស់នេះបានធ្វើឲ្យជីនវូកើនឡើងទៅ level 2
មិនយូរប៉ុន្មានមានចចកជាច្រើនក្បាលមែនតែនមកវាប្រហារជីនវូហើយការប្រយុទ្ធក៏បានចាប់ផ្ដើមឡើងក្រោយពីសម្រាប់ចចកទាំងអស់នេះហើយដាវរបស់ជីនវូក៏ត្រូវបានប្រេះស្រាំប៉ុន្តែជារង្វាន់គាត់ក៏ទទួលបានថៃថមួយហៅថា Wolf Assassin តែវាធ្វើឲ្យ ability របស់គាត់ទាំងអស់កើនឡើង 40% គាត់ក៏ទទួលបានត្បូងទេលភ័ព្វផងដែរជីនវូធ្វើការសម្លាប់បិសាចបន្តទៀតរហូតតតែគាត់មកដល់កន្លែងរបស់មេបិសាចដែលជាពស់យក្សដ៏ធំមួយក្បាលឥឡូវដាវរបស់ជីនវូបានបាក់ហើយសការរបស់មេបិសាចក៏ក្រាស់ទៀតអញ្ចឹងអ្វីដែលគាត់អាចធ្វើបានមានតែព្យាយាមរត់គេចសិនដោយនឹកឃើញដល់ការមើលងាយពី Hunter ដទៃដែលគេតែងតែហៅគាត់ថាជា Hunter ដែលអន់ជាងគេគាត់ក៏បដិញ្ញាចិត្តថានឹងធ្វើឲ្យពួកគេភ្លឺភ្នែកហើយទាំងអស់នេះបានជំរុញឲ្យគាត់មានទឹកចិត្តតទល់ជាមួយនឹងមេបិសាចនិងបានវិបកទៅលើវាវិញតែម្ដងជីនវូបានប្រើកម្លាំងដ៏ខ្លាំងរបស់គាត់ច្របាច់បំបែកស្រការបស់វាចេញនិងបន្តច្របាច់រហូតតតែវាបែកឈានស្លាប់តែម្ដងហើយជារង្វាន់ជីនវូទទួលបាននៅ Dagger មួយដែលមានថាមពលខ្លាំងជាង2ដងនៃដៃរបស់គាត់ដែលប្រើមុននឹងទៀតក្រោយពីចាក់ចេញពីដាំងចិនហើយជីនវូរកឃើញថានៅពិភពខាងក្រៅត្រូវបានវាប្រហារដោយបិសាចដែលបានរត់គេចចេញពីដាំងចិនមួយមាន Hunter មួយក្រុមកំពុងតែតទល់ជាមួយនឹងមេបិសាចប៉ុន្តែពួកគេពិតជាមានភាពលំបាកមែនទែនតែឃើញថាជូហេក៏មានវត្តមាននៅទីនោះដែរអញ្ចឹងជីនវូក៏សម្រេចចិត្តលូកដៃជួយហើយគប់ដាវដេកបាក់របស់គាត់ទៅកាន់មេបិសាចនោះដើម្បីបំបែក defense របស់វាបន្ទាប់មក Hunter ទាំងអស់ក៏បានបដូរមេបិសាចមួយនឹងយ៉ាងងាយស្រួលរូបរាងរបស់ជីនវូបានផ្លាស់ប្ដូរលឿនមែនទែនតែគាត់មានសាច់ដុំច្រើនជាងមុនហើយនឹងសង្ហាជាងមុនផងដែរដោយសារត្រូវការលុយបង់ថ្លៃផ្ទះជាប្រញាប់ជីនវូបានមកចូលរួមការវិលកដាំងចិនស៊ីរ៉េងមួយជាមួយស៊ីរ៉េង Hunter ឈ្មោះដងសុកដែលជាអ្នកជ្រើសរើសគាត់មកគាត់មិនត្រូវបានអនុញ្ញាតឲ្យសម្លាប់បិសាចទេដោយសាររ៉េងតូចពេកហើយជំនួសវិញគាត់នឹងធ្វើជាអ្នកលើកអីវ៉ាន់នៅក្នុងដាំងចិនពួកគេត្រូវបានវាយប្រហារដោយបិសាចស្រមោចជាច្រើនប៉ុន្តែស្រមោចទាំងអស់នេះមិនមែនជាបញ្ហាសម្រាប់ពួកគេឡើយចូលទៅក្នុងជ្រៅបន្តិចពួកគេរកឃើញ Mana Crystal យ៉ាងច្រើនដែលសរុបទាំងអស់ទៅយ៉ាងតិចណាស់ក៏ស្មើ 1000 លានវ៉ាន់ដែរមេបិសាចក៏មានវត្តមាននៅទីនោះដូចគ្នាប៉ុន្តែវាបានដេកលក់បាត់ហើយអញ្ចឹងហើយដងសុកមានគម្រោងប្រមូល Mana Crystal ទាំងអស់នេះចេញសិនចាំសម្រាប់មេបិសាចតាមក្រោយដងសុកហើយនឹងគ្នារបស់គាត់បានធ្វើដំណើរទៅយកឧបករណ៍សម្រាប់ជីកត្បូងទាំងអស់គ្នាដែលទូកជីនវូហើយនឹង D-Rank Hunter ឈ្មោះជីនហូឲ្យនៅជាមួយមេបិសាចតែ2នាក់បន្ទាប់មកដងសុកក៏បញ្ជាគ្នាគាត់ឲ្យកំទេចច្រកចូលទៅកាន់បន្ទប់មេបិសាចដែលគាត់មានបំណងចង់សម្លាប់ជីនវូនិងជីនហូចោលហើយជីនវូក៏ដឹងខ្លួនថាត្រូវបានដងសុកក្បត់ដែរបើទោះបីជាមេបិសាចនេះជា C-Rank ក្តីក៏ជីនវូគ្មានភាពភ័យខ្លាចដោយការដែលគាត់ជួបប្រទះមេបិសាចពីមុនមកដែរគាត់សម្រុកចូលវាយមេបិសាចនេះដោយគ្មានភាពស្ទាក់ស្ទើរតែម្ដងនិងតទល់ជាមួយវាតែម្នាក់ឯងការវាយពីចម្ងាយមិនបានផលសម្រាប់ជីនវូឡើយដោយសារមេបិសាចនេះអាចជះទឹកអាស៊ីតបានហើយគាត់ក៏ព្យាយាមចូលទៅជិតដើម្បីរកឱកាសវាឆ្មក់វិញបន្ទាប់មកគាត់ក៏ទទួលបានឱកាសចាក់ភ្នែកវាម្ដងហើយម្ដងទៀតនិងសម្រាប់វាបានសម្រេចនៅពេលដែលដងសុកហើយនឹងគ្នាគាត់ត្រឡប់មកវិញពួកគេមានភាពភ្ញាក់ផ្អើលដែលឃើញថាមេបិសាចត្រូវបានសម្លាប់ដងសុកគិតថាប្រហែលជាជីនហូជាអ្នកសម្លាប់មេបិសាចនេះហើយគាត់ក៏បានផ្ដល់លក្ខខណ្ឌមួយទៅឲ្យជីនហូផងដែរបើសិនបើជីនហូសម្លាប់ជីនវូចោលដងសុកនឹងទុកជីវិតឲ្យគាត់ក៏ប៉ុន្តែជីនហូមិនបានធ្វើតាមដងសុកឡើយនឹងបានការពារជីនវូទៀតផងភ្លាមនឹងដែរស្រាប់តែ system លុតឡើងមកបញ្ជាឲ្យជីនវូសម្លាប់ Hunter ទាំង6នាក់នោះបើមិនដូច្នោះទេបេះដូងគាត់នឹងឈប់ដំណើរការហើយជីនវូមិនចង់សម្លាប់មនុស្សទេប៉ុន្តែដោយគ្មានជំរើសគាត់មានតែជ្រើសរើសវិធីមួយនេះហើយដើម្បីរស់បន្តទៀត人類最弱兵器さ強者だけが生き残るのであればギュハンはいគាត់បានសម្លាប់គ្នារបស់ដងសុកទាំងអស់ត្រឹមតែមួយរំពេចភ្នែកតែប៉ុណ្ណោះហើយចំពោះដងសុកខ្លួនគាត់ផ្ទាល់វិញត្រូវបានជីនវូកាប់ដាច់ក្បាលដោយមិនបានតដៃសូម្បីបន្តិចផងក្រោយពីហេតុការណ៍នេះបានចាប់ហើយជីនហូបានសុំជំនួយពីជីនវូឲ្យគាត់ជួយវាយលុកដាំងចិន19ដងទៀតដោយសារគាត់ចង់បានអាជ្ញាប័ណ្ណនៃ Gear Master ដែលវាអាចឲ្យគាត់បង្កើត Gear ខ្លួនឯងបានការងារមួយនេះជីនហូផ្ដល់ជូនជីនវូដល់ទៅ 30,000 លានវ៉ាន់ប៉ុន្តែជីនវូបដិសេធមិនព្រមទទួលយកទេដោយសារមានហេតុផលរបស់គាត់ក្រោយពីបំពេញកិច្ចការប្រចាំថ្ងៃរបស់ The System ហើយជីនវូទទួលបានសោដាំងចិនម្ដងទៀតដែលលើកនេះជា S rank ជីនវូសប្បាយចិត្តមែនទែនពេលដែលដឹងថានៅក្នុងដាំងចិននេះមានគ្រឿងផ្សំសម្រាប់ item មួយដែលហៅថា Elixir of Life ដែលវាអាចព្យាបាលជំងឺអ្វីក៏បានដែរហើយគាត់ក៏ដាក់គោលដៅយកវាឲ្យបានដើម្បីព្យាបាលជំងឺរបស់ម្ដាយដែលមិនរងចាំយូរគាត់ក៏ចូលទៅក្នុងដាំងចិនមួយនោះនិងបានជួបប្រទះគ្នាជាមួយបិសាចក្បាល3បិសាចនេះមានថាមពលខ្លាំងមែនទែនការវាយប្រហាររបស់ជីនវូទាំងប្រមាណធ្វើអីវាបានទេដោយសារវាមាន skill អត់ចេះឈឺចាប់ដល់ទៅ3នាទីបន្ទាប់មកជីនវូក៏ត្រូវបានបិសាចនឹងខាំដាច់ដៃមួយខាងនិងត្រូវបានវាយវាយឡើងដំណំខ្លួនតែម្ដងជីនវូបានប្រើប្រាស់ healing potion ដើម្បីព្យាបាលរបួសនិងដំឡើងឈាមខ្លួនឯងវិញហើយនៅពេលនោះគាត់នឹកឃើញដល់ទឹក poison មួយដែលទទួលបានមកពីមេបិសាចពស់ដែលវានឹងដកកម្លាំងរបស់មេបិសាចនេះ 20% ក្រោយពីផឹកទឹក poison មួយនឹងហើយជីនវូក៏ចូលទៅប្រយុទ្ធជាមួយវាម្ដងទៀតតែគណៈពេលហ្នឹង skill effect របស់មេបិសាចមួយនឹងត្រូវបានបញ្ចប់ហើយជីនវូក៏អាចវាយវារងរបួសបានជីនវូយក dagger ចាក់ភ្នែករបស់វាម្ដងហើយម្ដងទៀតរហូតតតែវាទៅមុខលេងរួចហើយក៏ស្លាប់តែម្ដងសម្រាប់រង្វាន់ជីនវូទទួលបានក្រដាសមួយដែលវាជាក្រដាសណែនាំសម្រាប់បង្កើត elixir of life នៅស្អែកឡើងជីនវូបានប្រាប់ទៅជីនហូតែគាត់យកព្រមជួយជីនហូវាយលុកដាំងចិនចំនួន19ដងទៀតដោយតែគាត់
ត្រូវការប៉ុន្តែនៅក្រោមលក្ខខណ្ឌមួយគឺពួកគេទៅតែ2នាក់តែប៉ុណ្ណោះក៏ប៉ុន្តែស៊ីរ៉េងដាំងចិនគឺតម្រូវឲ្យមានគ្នាយ៉ាងតិច8នាក់ដូច្នេះហើយជីនវូក៏ផ្ដល់យោបល់ឲ្យជីនហូឲ្យជួលអ្នកដទៃមកហើយឲ្យពួកគេរងចាំនៅក្រៅដាំងចិនក្រោយមកជីនវូបានមកចូលរួមការវាយលុកស៊ីរ៉េងដាំងចិនមួយជាមួយ Hunter ចាស់ៗដែលគាត់ធ្លាប់ធ្វើការជាមួយពីមុនពួកគេត្រូវបានកោះហៅមកដោយ Hunter Association ដែលជាអង្គការមើលការខុសត្រូវ Hunter ទាំងអស់នៅកូរ៉េមានអ្នកទោស3នាក់ត្រូវបានដាក់ឲ្យមកចូលរួមការវាយលុកដាំងចិនមួយនេះផងដែរបូករួមនឹងការដូចគ្នាដែលជាអ្នកត្រួតពិនិត្យមកពី Surveillance Team នៅក្នុងដាំងចិនពួកគេសម្លាប់ Goblin បានដោយយ៉ាងងាយស្រួលថែមទាំងគ្មាននរណាម្នាក់រងរបួសទៀតផងបន្ទាប់មកពួកគេបានបំបែកគ្នាជា3ក្រុមដើម្បីដើររកបន្ទប់របស់មេបិសាចយើងរកឃើញថាកាងត្រូវបានបរិមម្នាក់ជួគាត់ឲ្យសម្លាប់អ្នកទោសទាំង3នាក់នេះដោយសារពួកគេបានចាប់រំលោភកូនស្រីរបស់គាត់និងបណ្ដោយនាងចងកសម្លាប់ខ្លួននៅពេលនោះ Hunter 2នាក់បានរកឃើញថាកាងបានសម្លាប់អ្នកទោសទាំង3នាក់នោះហើយតែវាធ្វើឲ្យកាងបានបដូរផែនការនិងក្រុមសម្លាប់ពួកគេចោលទាំងអស់តែម្ដងក្រោយពីឮសំឡេងស្រែកជីនវូនិង2នាក់ទៀតក៏ត្រឡប់បកក្រោយហើយរកឃើញថាអ្នកផ្សេងបានស្លាប់អស់ហើយតែភ្លេចខ្លួនកាងស្រាប់តែចេញមកវាយប្រហារចូលហេមុនគេប៉ុន្តែត្រូវបានជីនវូជួយសង្គ្រោះនាងទាន់លោកសំប្រាប់ឲ្យជីនវូដកថយដោយសារតែកាងជា B rank Hunter ហើយគាត់ក៏សម្រេចចិត្តតទល់មួយស្មើជាមួយកាងតែម្ដងទោះបីជាយ៉ាងណាលោកសំគ្មានគីឡូជាមួយកាងទេដោយសារគាត់ជាអ្នកប្រើប្រាស់សិលហើយចំណែកកាងវិញជាអាសាស៊ីនដូច្នេះហើយវាងាយស្រួលសម្រាប់កាងក្នុងការវាយប្រហារទៅលើលោកសំមែនទែនខណៈពេលដែលកាងរៀបនឹងសម្រាប់លោកសំហើយជីនវូក៏ចូលមកជួយគាត់និងបើកការប្រយុទ្ធជាមួយកាងម្ដងក្បាច់វាយរបស់ពួកគេទាំងពីរជាប្រភេទអាសាស៊ីនដូចគ្នាអញ្ចឹងហើយពួកគេគឺស្មារតីគ្នាមែនទែនប៉ុន្តែកាងមានប្រៀបទៅលើជីនវូនៅពេលដែលគាត់បានប្រើប្រាស់ skill បំបង្កាយរបស់គាត់ដែលវាអាចឲ្យគាត់វាយទៅលើជីនវូបានដោយយ៉ាងងាយស្រួលមិនទាន់នឹងបានប្រមាណផងជីនវូរកឃើញវិធីតទៅជាមួយនឹង skill បំបង្កាយរបស់កាងបាត់ទៅហើយគាត់ក៏ចាត់សម្រាប់កាងចោលទៅបន្ទាប់មកជីនវូក៏បន្តទៅប្រយុទ្ធជាមួយនឹងមេបិសាចតទៀតនៅស្អែកឡើងជីនវូហើយនឹងជីនហូបានចាប់ផ្ដើមធ្វើការវាយលុកដាំងចិនម្ដងមួយហើយបើមើលទៅជីនវូដូចជាសប្បាយក្នុងការសម្លាប់បិសាចទាំងអស់នេះដល់ហើយជីនវូឥឡូវក៏អាចប្រើ skill បំបង្កាយដែរដែលគាត់ទទួលបានវាក្រោយពេលដែលបានសម្លាប់កាងក្រោយពេលដែលបានបំពេញការងាររួចរាល់អស់នៅក្នុងថ្ងៃនេះហើយជីនវូត្រូវបានអ្នកគ្រប់គ្រងនៃ The White Tiger Gear ឈ្មោះសាំងមីនមកអញ្ជើញគាត់ឲ្យចូលរួម gear មួយនេះដោយសាំងមីនហ៊ានឲ្យតម្លៃខ្លួនជីនវូធ្វើដងនៃតម្លៃដែលជីនហូឲ្យគាត់ទៀតផងនៅពេលដឹងថាជីនហូបានឲ្យជីនវូ30,000 លានវ៉ាន់សាំងមីនលើហើយគឺមិននឹកស្មានតែម្ដងដោយសារវាច្រើនលើសលប់ពេកហើយសាំងមីនក៏បរាជ័យក្នុងការនាំយកជីនវូទៅកាន់ gear របស់គាត់ក្រោយមកជីនវូបានមកកន្លែងស្ងាត់មួយហើយទទួលយក quest មួយដែល The System ផ្ដល់ឲ្យនៅពេលដែលគាត់ទទួលបាន level 40បន្ទាប់មកទ្វារចូលទៅក្នុងដាំងចិនក៏បើកឡើងនៅក្នុងដាំងចិននេះជីនវូមិនអាចប្រើ potion ឬក៏ដំឡើងឈាមខ្លួនឯងពេញបានទេភ្លាមនឹងដែរក៏មានកងទ័ពជាច្រើនអ្នកចេញមកវាយប្រហារជីនវូមិនត្រឹមតែប៉ុណ្្នឹងទេវាក៏មានអ្នកប្រើសិលហើយនិងអាសាស៊ីនមកតទល់ជាមួយគាត់ផងដែរប៉ុន្តែពួកគេមិនអាចបញ្ឈប់ជីនវូបានឡើយបន្តទៅក្នុងបន្តិចជីនវូក៏មកជួបប្រទះជាមួយកងទ័ពមួយដែលស្របដោយអាវក្រោះពណ៌ក្រហមមានឈ្មោះថា Igris ជីនវូមានអារម្មណ៍ដឹងថា Igris មិនមែនជាសត្រូវធម្មតាដោយតែគាត់ធ្លាប់ជួបទេហើយដោយមិនរងចាំយូរ Igris ក៏ស្ទុះមកវាយប្រហារជីនវូតែម្ដងជីនវូមិនអាចធ្វើអ្វីទៅលើ Igris បានឡើយដោយសារអាវក្រោះរបស់គាត់តានពេកដូច្នេះហើយជីនវូក៏សម្រេចចិត្តប្រើដៃដើម្បីប្រយុទ្ធវិញឃើញជីនវូទម្លាក់អាវុធចោះបែបហ្នឹង Igris ក៏ទម្លាក់អាវុធគាត់ចោះដូចគ្នានិងវាយដៃទល់ដៃផងដែរទោះបីជាការប្រយុទ្ធនេះវាយដៃក៏ពិតមែនក៏ជីនវូនៅតែត្រូវបានអ៊ីក្រីដាក់ឡើងទូកសាច់ឃើញជីនវូតំណងជាសន្លប់ហើយអ៊ីក្រីក៏ក្រនឹងបញ្ចប់ជីវិតគាត់ចោលប៉ុន្តែនៅពេលដែលអ៊ីក្រីមិនបានប្រយ័ត្នគាត់ក៏ត្រូវបានជីនវូវាយបកមកវិញមួយទំហឹងតែម្ដងដែលធ្វើឲ្យគាត់មិនអាចតដៃមកវិញបានឡើយហើយជាលទ្ធផលអ៊ីក្រីក៏បានចាញ់ក្រោមស្នាដៃរបស់ជីនវូទទួលបានរង្វាន់ដល់ទៅ4មុខសម្រាប់ការយកឈ្នះទៅលើអ៊ីក្រីប៉ុន្តែបេសកកម្មមួយនេះនៅមិនទាន់ចប់នៅឡើយទេ The System ប្រាប់ជីនវូឲ្យគាត់រត់គេចពីសេចក្តីស្លាប់ឲ្យយូរតាមដែលអាចធ្វើបានរួចហើយកងទ័ពយ៉ាងច្រើនចេញមកវាយប្រហារគាត់ឥតឈប់ឈរគាត់មិនអាចប្រើស្គីលបង្កាយដើម្បីលាក់ពួនបានឡើយហើយវិធីតែមួយគត់ដែលអាចបញ្ឈប់ពួកគេបានគឺមានតែសម្រាប់ពួកគេទាំងអស់នោះជីនវូត្រូវបានកងទ័ពទាំងនោះវាយឡើងត្រង់ខ្លួនទៅហើយប៉ុន្តែនៅវិនាទីចុងក្រោយពេលដែលគាត់រៀបនឹងត្រូវបានគេសម្លាប់គាត់ត្រូវបានជួយសង្គ្រោះដោយការពិន័យរបស់ The System ពីព្រោះគាត់មិនបានបំពេញកិច្ចការប្រចាំថ្ងៃឡើយមកដល់តំបន់ផាកពិន័យនេះបានផ្ដល់ឱកាសឲ្យជីនវូតម្លើងឈាមខ្លួនឯងវិញហើយគាត់ក៏បានទិញនៅដាវមួយដែលផ្ដល់ដើម្បី 25% បន្ថែមនៅពេលដែលតទល់ជាមួយបិសាចណាដែលមានអាវក្រោះគាត់ក៏បានស្រូបយកថាមពលរបស់ Igris ដែរដែលវាអាចឲ្យគាត់ស្រូបយកអាវុធពីចម្ងាយមកកាន់ដៃបានក្រោយពេល4ម៉ោងបានបញ្ចប់ជីនវូត្រូវបានបញ្ជូនទៅតទល់ជាមួយនឹងកងទ័ពវិញជាមួយនឹងអាវុធថ្មីនេះជីនវូងាយស្រួលសម្រាប់កងទ័ពទាំងអស់នោះមែនទែនប៉ុន្តែគាត់មានអារម្មណ៍ថាគ្មានអ្វីប្រែប្រួលឡើយបើទោះបីជាគាត់សម្រាប់ពួកគេច្រើនយ៉ាងណាក៏ដោយពេលនោះគាត់រកឃើញថាអ្នកប្រាសើទេដែលជាគោលដៅរបស់គាត់ដោយសារពួកគេជាអ្នកបើកទ្វារ Teleport ឲ្យកងទ័ពចូលមកម
មិនយូរប៉ុន្មានជីវូក៏បានសម្លាប់អ្នកប្រាសើទាំងអស់នោះហើយ quest មួយនេះបានបញ្ចប់ត្រឹមនឹងនេះឯងបន្ទាប់មក The System បានផ្ដល់ឋានៈជា Necromancer ទៅដល់គាត់ប៉ុន្តែនៅពេលនោះក៏បានផ្លាស់ប្ដូរពី Necromancer ទៅជា The Shadow Moon Knight ភ្លាមៗដោយសារគាត់ទទួលបានភ័ណ្ឌច្រើនលើសពីឋានៈដែល Necromancer ត្រូវការជាមួយនឹងឋានៈ Shadow Moon Knight នេះជីវូអាចទាញសមារបស់កងទ័ពទាំងនោះមកធ្វើជាកូនចៅរបស់គាត់បានជីវូក៏បានទាញសមារបស់ Igris ដែរដែលគាត់ព្យាយាមឡើង3ដងទៅបានសម្រេចក្រោយមកជីវូត្រូវបានអ្នកគ្រូរបស់ជីណាសុំគាត់ឲ្យជួយបញ្ចុះបញ្ចូលមិត្តភក្តិរបស់ជីណាម្នាក់ឈ្មោះសុងយីដែលជា E-rank Hunter ឲ្យនាងត្រឡប់មកសាលារៀនវិញក៏ប៉ុន្តែនាងមិនព្រមបោះបង់នៅជីវិតជា Hunter ចោលទេដែលដូច្នេះហើយជីវូក៏នាំនាងមកចូលរួមការវិលុក C-rank Dungeon មួយដែលដឹកនាំដោយ A-rank Hunter ម្នាក់ឈ្មោះ Kim Chol ថាការធ្វើជា Hunter នឹងវាពិបាកប៉ុណ្ណានៅពេលដែល Hunter ដើរចូលទៅក្នុង Dungeon មានអីស្រាប់តែធ្វើ Dungeon មួយនោះប្រែទៅជាពណ៌ក្រហមតែ Dungeon ពណ៌ក្រហមបែបនេះគឺគ្រោះថ្នាក់មែនទែនវិធីដែលអាចចាក់ចេញពីទីនេះបានគឺមានតែសម្រាប់មេបិសាចទេនៅក្នុងនោះសុងយីត្រូវបានបិសាចតក F បាញ់ព្រួញសម្ដៅមកប៉ុន្តែនាងត្រូវបានជីវូជួយសង្គ្រោះទាន់បន្ទាប់មកពួកគេក៏ចែកគ្នាជាពីរក្រុមដើម្បីបង្កើនឱកាសក្នុងការរស់សម្រាប់ក្រុមជីវូវិញគាត់ជាអ្នកចាត់ចែងអ្វីៗគ្រប់យ៉ាងតែម្ដងគាត់បានផ្ដល់អារងាទៅដល់ពួកគេនិងសម្រាប់បិសាចខ្លាឃ្មុំជាច្រើនដោយខ្លួនឯងសម្រាប់បិសាចខ្លាឃ្មុំប៉ុណ្ណឹងគឺមិនគ្រប់គ្រាន់សម្រាប់ជីវូឡើយគាត់បានទៅទឹកដីរបស់បិសាចខ្លាឃ្មុំទាំងនោះនិងប្រើសេដូឈើយើរបស់គាត់ឲ្យកាប់សម្លាប់ពួកវាចំពោះមេបិសាចខ្លាឃ្មុំវិញជីវូប្រើ Igris ឲ្យចូលទៅតទោជាមួយវានិងសម្រាប់វាបានដោយយ៉ាងងាយស្រួលតែម្ដងបន្ទាប់មកជីវូក៏ទាញសមាបិសាចខ្លាឃ្មុំទាំងនោះមកធ្វើជាកូនចៅរបស់គាត់ក៏លេចមកមើលគីមឈូវិញគាត់បានទៅជួបប្រទះជាមួយបិសាចតក F ហើយត្រូវបានពួកវាសម្រាប់គ្នារបស់គាត់អស់ឃើញឱកាសល្អគាត់ក៏រត់និងបានធ្វើដំណើរមកដល់ជំរំរបស់ជីនវូឃើញគ្នារបស់ជីនវូមានអាវពាក់មានម្ហូបញ៉ាំឆ្ងាញ់បែបហ្នឹងគីមឈូស្រាប់តែផ្ទុះកំហឹងនឹងទៅរករឿងពួកគេដែលយកលេសថាគ្នារបស់គាត់ស្លាប់គឺដោយសារពួកគេគ្មានឧបករណ៍ប្រើប្រាស់ដូចគ្នារបស់ជីនវូនេះឯងស្របពេលនោះជីនវូក៏លេចឡើងមកបញ្ឈប់គីមឈុលហើយរកឃើញថាពួកបិសាចតក F ក៏បានធ្វើដំណើរមកតាមគីមឈូដែរហើយការប្រយុទ្ធរវាងជីនវូហើយនិងមេបិសាច F ឈ្មោះបាកាក៏បានផ្ទុះឡើងជីនវូដឹងខ្លួនឯងហើយថាគាត់មិនអាចយកឈ្នះបាកាក្នុងការប្រយុទ្ធមួយស្មើបានទេបើទោះបីជាថែម Igris ម្នាក់ទៀតក៏ដោយដូច្នេះហើយគាត់គឺត្រូវការអ្នកប្រយុទ្ធដ៏ខ្លាំងក្លាម្នាក់ទៀតគាត់បាននឹកឃើញពីកំណត់មួយរួចហើយគាត់ក៏សម្រាប់គីមឈុលនិងទាញយកសមារបស់គេឲ្យមកតទល់ជាមួយបាកាវិញហើយដាក់ឈ្មោះឲ្យថា Iron ដែលមានជំនួយពី Iron ជីនវូហើយនិង Igris ក៏បើកឆាកប្រយុទ្ធ3ទល់នឹង1ជាមួយបាកាតែម្ដងលើកនេះជីនវូមានព្រាជាងបាកាហើយគាត់ក៏អាចវាយយកឈ្នះបាកាបានដោយឲ្យ Iron ជាអ្នកបង្ហាញជីវិតរបស់គេក្រោយពីសម្រាប់បាកាហើយទ្វារចាក់ចេញពីដាងចិននេះក៏បានលេចឡើងហើយពួកគេក៏ធ្វើដំណើរត្រឡប់ទៅវិញជីនវូមានភាពសោកស្ដាយមែនទែនពេលដែលគាត់បរាជ័យក្នុងការទាញយកសមារបស់បាកាអ្វីដែលគាត់ទទួលបានគឺត្រឹមតែអាវុធរបស់បាកាតែប៉ុណ្ណោះនៅស្អែកឡើងជីនវូហើយនិងជីនហោបានបន្តវិលលោកដាងចិនតទៀតហើយនេះជាដាងចិនចុងក្រោយរបស់ពួកគេហើយបន្ទាប់ពីបំពេញភារកិច្ចរួចរាល់អស់ហើយពួកគេទាំងពីរមកជប់លៀងញ៉ាំអីជុំគ្នាក្រោយមកជីនវូធ្វើដំណើរចូលទៅកាន់ S-rank ដាងចិនម្ដងទៀតដើម្បីរកគ្រឿងផ្សំ Elixir of Life នៅក្នុងនោះគាត់វាសម្រាប់បិសាចពីមួយជាន់ទៅមួយជាន់រហូតដល់ជាន់ទី50ដែលគាត់បានប៉ះគ្នាជាមួយបិសាចមានធំម្នាក់ឈ្មោះ Vulcan មានធំបែបនេះគឺងាយស្រួលសម្រាប់ឲ្យជីនវូវាប្រហារមែនទែនជីនវូបានដាក់អន្ទាក់វារត់តាមគាត់ដល់អគារមួយនិងបានវាឆ្មក់ទៅវាវិញឲ្យស្លាប់ក្នុងមួយរំពេចភ្នែកតែម្ដងក្រោយពីសម្លាប់មេបិសាចនៅជាន់ទី50និងជាន់ទី75ជីនវូទទួលបាននៅ item សម្រាប់គុំ Elixir of Life 2ហើយអញ្ចឹងនៅខ្វះតែ item មួយទៀតទេដែលវាអាចរកបាននៅមេបិសាចជាន់ទី100បន្ទាប់ពីហ្នឹងជីនវូបានមកពិនិត្យមើលថាមពលរបស់គាត់ថាឥឡូវគាត់រែងអ្វីហើយនៅពេលនោះម៉ាស៊ីនមិនអាចវាស់ថាមពលរបស់ជីនវូបានឡើយដោយថាមពលរបស់គាត់លើសចំនួនដែលម៉ាស៊ីនអាចវាស់បានទៀតនៅយប់នោះជីនវូត្រូវបានប្រធាននៃ Hunter Association ឈ្មោះ Ganhei មកស្នើសុំគាត់ឲ្យចូលរួមជាសមាជិករបស់ Hunter Association ប៉ុន្តែជីនវូបានបដិសេធសំណើមួយនេះដោយសារគាត់ចង់សម្លាប់បិសាចមិនចង់មើលការខុសត្រូវទៅលើ Hunter ដទៃទេនៅពេលត្រឡប់មកដល់ផ្ទះវិញជីនវូបានរកមើលទិញឧបករណ៍សម្រាប់យកទៅតទល់ជាមួយនឹងមេបិសាចជាន់ទី100គាត់មានកម្រងចង់លក់ A-rank item មួយដែលមានឈ្មោះថា Sphere of Avarice ប៉ុន្តែគាត់ព្រួយបារម្ភរឿងតែគេអាចនឹងសួរគាត់ថាបានមកពីណាបើគាត់ជា E-rank Hunter បែបហ្នឹងដូច្នេះហើយគាត់មានកម្រងធ្វើយ៉ាងណាចូលទៅក្នុង A-rank ដាងចិនឲ្យបានសម្រាប់ទុកជាលេសបន្ទាប់មកជីនវូបានដាក់ពាក្យធ្វើជាអ្នកជីក Mana Crystal នៅក្នុង A-rank ដាងចិនមួយកំឡុងពេលដែលជីនវូនៅម្នាក់ឯងក៏បានតែអើមើលបន្ទប់របស់មេបិសាចនិងមានបំណងចង់កម្ចាត់វាចោលក៏ប៉ុន្តែគាត់ត្រូវបាន S-rank Hunter ម្នាក់ឈ្មោះ Chahein មករំខានតែវាបានបំផ្លាញផែនការរបស់គាត់អស់នៅស្អែកឡើងជីនវូបានសម្រេចចិត្តធ្វើការជាអ្នកជីក Mana Crystal នៅក្នុង A-rank ដាងចិនមួយកន្លែងទៀតហើយនៅពេលនោះប្រធានក្រុមនៃ The Strike Team ដែលជា A-rank មកពី Hunter Gear ឈ្មោះ Ki-hoon បានស្នើសុំជីនវូឲ្យមកជួយលើកអីវ៉ាន់របស់ពួកគេដោយសារអ្នកលើកអីវ៉ាន់របស់ពួកគេមិនបានមកទេ The Strike Team ដែល Ki-hoon ដឹកនាំគឺពោរពេញទៅដោយ Hunter rank ខ្ពស់តែម្ដងអញ្ចឹងភាគរយដែលពួកគេជោគជ័យគឺខ្ពស់ណាស់ប៉ុន្តែក្រោយមកពួកគេបានជួបប្រទះជាមួយបិសាច High Orc ជាច្រើនអ្នកមែនទែនតែឃើញថាបិសាច High Orc ទាំងនេះមានព្រៀបទៅលើ The Strike Team ជីនវូក៏លោកដៃចូលជួយដោយប្រើស្គីលបបាំងកាយរបស់គាត់វាទៅលើ High Orc ដើម្បីកុំឲ្យ Hunter ដទៃដឹងក្រោយពីបានយកឈ្នះទៅលើ High Orc ហើយ Hunter ដទៃផ្ដល់យោបល់ដល់ Ki-hoon ឲ្យត្រឡប់ទៅវិញដោយសារមើលទៅពួកគេពិបាកតទល់ជាមួយនឹង High Orc ណាស់ហើយ Ki-hoon ក៏យល់ព្រមក៏ប៉ុន្តែទ្វារចេញទៅវិញមានរនាំងការពារមិនឲ្យពួកគេចាក់ចេញបានទេភ្លាមនឹងដែរមាន High Orc ជាច្រើនអ្នកកាប់ពួកគេពីក្រោយហើយមេបិសាច High Orc ដែលមានឈ្មោះថា Kagagan ប្រាប់ពួកគេថាគាត់ចង់ជួបពួកគេគាត់ឲ្យជម្រើសពួកគេពីរពួកគេអាចប្រយុទ្ធជាមួយកូនចៅរបស់គាត់ដ៏ច្រើនអ្នកនេះឬក៏មកជួបគាត់ហើយ Ki-hoon
ហ៊ុនក៏សម្រេចចិត្តទៅជួបកាហ្កាហ្គានហៅពួកគេមកទីនេះគឺដើម្បីជាការកំសាន្តរបស់គាត់ពួកគេនឹងត្រូវបានហៃអកធ្វើទារុណកម្មនិងលេបទាំងរួមម្ដងមួយដោយគ្មានជំរឿគីហ៊ុនស្ទុះទៅវាប្រហារកាហ្កាហ្គានម្នាក់ឯងតែម្ដងប៉ុន្តែគាត់គ្មានអាការនឹងចូលទៅចិត្តកាហ្កាហ្គានបន្តិចផងកាហ្កាហ្គានប្រើសិលរបស់គាត់ចាប់បោកគីហ៊ុនឡើងដំណំខ្លួនហើយដោយទៅភ្នែកពេកជីនវូក៏សម្រេចចិត្តជួយគីហ៊ុននិងសូមអនុញ្ញាតពីគាត់ក្នុងការកម្ចាត់ហៃអកទាំងអស់នេះជីនវូក៏ហៅ Shadow Soldier របស់គាត់ទាំងអស់ចេញមកនិងបើកឆាកប្រយុទ្ធជាមួយកូនចៅរបស់កាហ្កាហ្គានចំពោះសាកសពរបស់ហៃអកទាំងប្រមាណជីនវូបានទាញសម្មារបស់ពួកគេមកធ្វើជាកូនចៅនិងបញ្ជាពួកគេឲ្យទៅសម្លាប់ហៃអកដែលនៅរស់ផ្សេងទៀតកាហ្កាហ្គានព្យាយាមគ្រប់វិធីក្នុងការវាយប្រហារទៅលើជីនវូតែគ្មានវិធីណាដែលអាចប៉ះគាត់បានទេដូច្នេះហើយកាហ្កាហ្គានក៏ពង្រីកខ្លួនឡើងធំដើម្បីតទល់ជាមួយជីនវូវិញម្ដងគាត់ប្រើសិលគ្រប់បែបគ្រប់យ៉ាងក្នុងការកម្ចាត់ជីនវូប៉ុន្តែស្គីដែលគាត់បានប្រើចេញមកគឺសុទ្ធតែគ្មានបានផលអ្វីឡើយស្របពេលនោះជីនវូមានអាការវាយឆ្មក់ទៅលើកាហ្កាហ្គានម្ដងហើយម្ដងទៀតហើយក៏ប្រើច្រវាក់ចងគាត់និងបដូរគាត់ចូលមកក្រោមបន្ទាប់មកជីនវូក៏បញ្ជាឲ្យកូនចៅរបស់កាហ្កាហ្គានដែលឥឡូវជា Shadow Soldier របស់គាត់ឲ្យទៅសម្លាប់មេរបស់ខ្លួនហើយជីនវូក៏ទាញយកសម្មារបស់កាហ្កាហ្គានចេញមកនិងដាក់ឈ្មោះឲ្យថា Tass អាឡែងតែសប្បាយវាយគ្នាពេកជីនវូភ្លេចខ្លួនថាជីនឈូក៏មានវត្តមាននៅទីនេះដែរហើយមិនដឹងគួរនិយាយដោះស្រាយថាយ៉ាងម៉េចទេជីនឈូស្នើសុំទៅ The Strike Team ឲ្យពួកគេទុករឿងដែលកើតឡើងនៅថ្ងៃនេះជាការសម្ងាត់ហើយ The Strike Team ក៏បង្ហាញការដឹងគុណទៅកាន់ជីនវូផងដែរសម្រាប់ការជួយជីវិតរបស់ពួកគេនៅស្អែកឡើងជីនវូបានទៅវិនិច្ឆ័យមើលរែងរបស់គាត់ម្ដងទៀតហើយជាដំណឹងល្អគាត់បានក្លាយទៅជា S Rank Hunter ទី10របស់ប្រទេសកូរ៉េហើយក្រោយពីទទួលបានងារជា S Rank Hunter ហើយជីនវូបានមកហាងលក់ឧបករណ៍និងបានទិញចិញ្ចៀនហើយនឹងខេបមួយដែលមានតួនាទីជួយកាត់បន្ថយកម្ដៅបន្ទាប់មកជីនវូក៏បន្តទៅសម្រាប់មេបិសាចនៅជាន់ទី75ក្នុង S Rank ទាំងចិនតទៀតក្នុងជំនួបជាមួយបិសាចមានធំមួយជីនវូបានប្រើ Tass ឲ្យតទល់ជាមួយវាដោយ Tass បានប្រើសិលបានសម្លាប់វាក្នុងមួយរំពេចភ្នែកតែប៉ុណ្ណោះជីនវូបានពង្រាយ Shadow Soldier របស់គាត់ជា6ក្រុមឲ្យដើរសម្លាប់បិសាចនិងរកលិខិតអនុញ្ញាតទៅកាន់ជាន់បន្ទាប់ទៀតហើយគាត់រកឃើញថា Shadow Soldier ទាំងនោះកំពុងតែត្រូវបានបិសាចដ៏ខ្លាំងមួយកំពុងតែសម្លាប់ជាបន្តបន្ទាប់ហើយអ្នកដែលសម្លាប់ Shadow Soldier របស់ជីនវូគឺជាកងទ័ពបិសាចមួយក្រុមឃើញបែបនេះជីនវូក៏ចូលទៅបញ្ឈប់ពួកគេកងទ័ពបិសាចស្រីម្នាក់ដែលជាមេគេមានឈ្មោះថា Aesir បានសុំជីនវូចោះចាញ់និងសុំឲ្យគាត់ទុកជីវិតឲ្យនាងផង Aesir ប្រាប់ជីនវូថានាងដឹងពីទីតាំងរបស់លិខិតអនុញ្ញាតទៅកាន់ជាន់បន្ទាប់ទៀតតែការពិតទៅគ្រួសាររបស់នាងជាអ្នកកាន់វាបើសិនបើគាត់ទុកជីវិតឲ្យនាងនឹងនាំគាត់ទៅរកលិខិតអនុញ្ញាតនោះហើយជីនវូក៏យល់ព្រម Aesir បាននាំជីនវូទៅជួបឪពុករបស់នាងនិងទទួលបានលិខិតអនុញ្ញាតទៅកាន់ជាន់បន្ទាប់ទៀតពិតមែនជីនវូក៏បានខ្ចី Aesir ពីឪពុករបស់នាងផងដែរដើម្បីឲ្យនាងនាំផ្លូវគាត់ទៅរកលិខិតអនុញ្ញាតផ្សេងទៀតដោយសារ Aesir ថានាងដឹងពីទីតាំងរបស់វាក្រោយពេលមកដល់ជាន់ទី90ជីនវូបានឲ្យ Aesir ត្រឡប់ទៅវិញដោយសារវាគ្រោះថ្នាក់ខ្លាំងណាស់ប៉ុន្តែនាងបដិសេធមិនព្រមទៅវិញទេនិងចង់អោបដំណើរគាត់ដល់ទីបញ្ចប់មិនយូរប៉ុន្មានជីនវូក៏បានមកដល់ជាន់ទី100ដែលគាត់នឹងត្រូវប៉ះគ្នាជាមួយ Demon Monarch មួយឈ្មោះ Baren បានកោះហៅបិសាចជាច្រើនមកវាយប្រហារជីនវូហើយដើម្បីតទល់ជីនវូក៏កោះហៅ Shadow Soldier របស់គាត់ចេញមកដូចគ្នាស្គីរន្ទះរបស់ Baren ធ្វើឲ្យជីនវូអស់ម៉ាណាច្រើនមែនទែនដោយសារ Shadow Soldier របស់គាត់បានស្លាប់និងកើតឡើងវិញជាបន្តបន្ទាប់ដូច្នេះហើយជីនវូក៏សម្រុកចូលទៅវាយប្រហារ Baren នៅចម្ងាយជិតតែម្ដងជីនវូមានអាការកាប់នេះរបស់ Baren ឲ្យដាច់ក្បាលដែលវាបង្ខំឲ្យគាត់មកប្រយុទ្ធនៅក្រោមដីវិញការស្លាប់ជាញឹកញាប់របស់ Shadow Soldier ឥឡូវបានធ្វើឲ្យជីនវូអស់ម៉ាណាពីខ្លួនហើយអញ្ចឹងហើយវាក៏បណ្ដាលឲ្យជីនវូហើយនិង Baren មកប្រយុទ្ធគ្នាមួយស្មើវិញប្រយុទ្ធបានបន្តិច Baren ក៏មានព្រៀបទៅលើជីនវូនិងរៀបបាញ់សិស្សពីមាត់សម្រាប់គាត់ចោលក៏ប៉ុន្តែនៅពេលហ្នឹង Baren ត្រូវបានរំខានដោយ Aesir ដែលវាបានផ្ដល់ឱកាសឲ្យជីនវូប្រើកម្លាំងដ៏ខ្លាំងរបស់គាត់ទាញបណ្ដាច់ដៃរបស់ Baren ចេញរួចហើយគាត់ក៏ដាក់ Baren មួយដៃទៀតបំបែកក្បាលរបស់គេតែម្ដងជាមួយនឹង item ចុងក្រោយដែលទើបតែទទួលបានពីការសម្លាប់ Demon Monarch ជីនវូក៏បានចាប់ផ្ដើមផលិត Elixir of Life និងទទួលបានជោគជ័យបន្ទាប់មកជីនវូបានទាញសម្មាសត្វនាគរបស់ Baren និងបានដាក់ឈ្មោះឲ្យថា Kaisel នៅពេលត្រឡប់មកវិញជីនវូយក Elixir of Life មកបញ្ច្រកឲ្យម្ដាយរបស់គាត់ហើយវាពិតជាដំណើរការមែនអស់រយៈពេល4ឆ្នាំហើយដែលម្ដាយរបស់គាត់បានគេងនៅបន្ទប់មន្ទីរពេទ្យដោយមិនដឹងខ្លួនបែបនេះហើយជីនវូពិតជាសប្បាយចិត្តមែនទែនដែលបានឮសំឡេងរបស់ម៉ាក់ម្ដងទៀតក្រោយមកជីនវូត្រូវបាន Ganhe ស្នើសុំឲ្យចូលរួមការវិលលោកសម្រាប់បិសាចសម្ោចនៅជា Chu Island S Rank Hunter ជាច្រើនកំពុងតែត្រៀមខ្លួនហ្វឹកហាត់សម្រាប់បេសកកម្មមួយនេះហើយក៏មាន S Rank Hunter ជាច្រើនមកពីប្រទេសជប៉ុនចូលរួមផងដែរក្រុម S Rank Hunter របស់កូរ៉េហើយនិងជប៉ុនបានសាកល្បងប្រកួតប្រជែងគ្នាថាអ្នកណាខ្លាំងជាងហើយជាលទ្ធផល S Rank Hunter របស់ជប៉ុនបានយកឈ្នះទៅលើ S Rank Hunter របស់កូរ៉េជីនវូត្រូវបាន Gear Master របស់ជប៉ុនម្នាក់ឈ្មោះ Goto បបួលគាត់វាយមួយស្មើហើយជីនវូក៏អត់ឆាវដែរនឹងទទួលយកសំណាមួយនេះនៅពេលការប្រយុទ្ធចាប់ផ្ដើម Goto មិនបានបន្ធូរដៃឡើយនិងសម្រុកបុកវាយជីនវូអត់ឈប់រហូតទាល់តែធ្វើឲ្យជីនវូរងរបួសទៀតជីនវូរៀងខឹងដែរហើយក៏សម្រេចចិត្តលេងមែនទែនដាក់ Goto តែម្ដងប៉ុន្តែពួកគេទាំងពីរត្រូវបាន Hunter ដទៃចូលមកខាត់ដើម្បីការពារកុំឲ្យនរណាម្នាក់រងរបួសធ្ងន់ក្រោយមកជីនវូបានបដិសេធទៅ Ganhe ថាគាត់មិនចូលរួមការវិលលោក Jeju Island ទេគាត់ចង់ចំណាយពេលវេលាជាមួយម៉ាក់របស់គាត់ជាងមិនយូរប៉ុន្មានថ្ងៃដែលត្រូវវិលលោក Jeju Island ក៏បានមកដល់ Hunter ជប៉ុនមានតួនាទីសម្រាប់បិសាចសម្ោចនៅជុំវិញកោះចំណែកឯ Hunter កូរ៉េវិញពួកគេបានចូលទៅក្នុងរោងភ្នំដើម្បីកញ្ចាប់មេបិសាចសម្ោចចោលនៅពេលនោះ Hunter ជប៉ុន3នាក់ត្រូវបានបិសាចសម្ោចពណ៌ខ្មៅឈ្មោះ Beru សម្រាប់ដោយយ៉ាងងាយស្រួលតែម្ដងចំពោះ Hunter កូរ៉េហាក់បីដូចជាគ្មានភាពលំបាកនឹងតទល់ជាមួយបិសាចសម្ោចទាំងអស់នេះទេពួកគេបុកទម្លុះចូលរហូតទាល់តែរកមេបិសាចឃើញនិងរួមដៃគ្នាធ្វើយ៉ាងណាបដូរវាឲ្យបានចង់កម្ចាត់មេបិសាច
មួយនេះមិនមែនងាយស្រួលសម្រាប់ពួកគេឡើយពួកគេបានប្រើប្រាស់កម្លាំងអស្ចារ្យមែនទែនទម្រាំតែមានព្រៀបទៅលើវាបានហើយឆាហេអ៊ីនគឺជាអ្នកបញ្ចប់ជីវិតមេបិសាចសម្រាប់មួយក្បាលនេះពួកគេអបអរក្នុងការទទួលបានជ័យជំនះមួយនេះតែតាមពិតទៅគឺវាមិនទាន់ចប់នៅឡើយទេនៅពេលនោះពួកគេត្រូវបានបេរូចូលមកវាប្រហារដែលគាត់សម្ដៅទៅលើឆាហេអ៊ីនមុនគេតែម្ដងដោយសារនាងគឺជាអ្នកដែលសម្លាប់គ្វីនរបស់គាត់ដែលជាមេបិសាចសម្រាប់នឹងឯងមាន Hunter ណាម្នាក់ដែលអាចមានសមត្ថភាពតទល់ជាមួយបេរូបានទេពួកគេត្រូវបានបេរូវាយឡើងរបួសធ្ងន់គ្រប់គ្នាហើយជាអកុសល Healer របស់ពួកគេត្រូវបានបេរូសម្លាប់បាត់ហើយបេរូចង់សងសឹកឲ្យគ្វីនរបស់គាត់ដោយសម្លាប់ King របស់មនុស្សចំនួនវិញហើយសួរពួកគេថាតើ King របស់ពួកគេជានរណាគេនៅពេលនោះបេរូរកឃើញថាមាន Hunter ម្នាក់ដែលខ្លាំងជាងគេនៅក្រៅដែលជា Goto នឹងឯងហើយគាត់ក៏ហោះចេញទៅរក Goto បេរូសួរ Goto ថាគាត់នឹងមែនជា King ហើយ Goto ក៏តបថាគាត់នឹងហើយដែលជា King នោះគ្រាន់តែនិយាយថាខ្លួនឯងជា King ភ្លាម Goto ត្រូវបានដាច់ក្បាលភ្លាមតែម្ដងក្រុម Hunter កូរ៉េក៏កំពុងមានគ្រោះថ្នាក់ទៀតដោយសារបិសាចសម្បត្តិយ៉ាងច្រើនមែនទែនកំពុងហោះមករកពួកគេក៏ទទួលយកនៅវាសនារបស់ខ្លួនឯងប៉ុន្តែនៅវិនាទីចុងក្រោយស្រាប់តែមាន Shadow Soldier ចេញមកការពារពួកគេបន្តិចក្រោយមក Jinwoo ក៏បានលេចឡើងមកដូចគ្នា Jinwoo បានបំពាក់ Shadow Soldier ទៅកាន់ Hunter នីមួយៗមុនពេលការវាយលោក Jeju Island បានចាប់ផ្ដើមទៀតហើយមូលហេតុគាត់មកទីនេះបានគឺដោយសារគាត់ប្រើប្រាស់ skill ផ្លាស់ប្ដូរទីតាំងជាមួយ Shadow Soldier របស់គាត់ម្នាក់ Jinwoo បានឲ្យទឹក healing ទៅ Hunter ដទៃដើម្បីព្យាបាលរបួសក៏ប៉ុន្តែទឹក healing នេះមិនអាចព្យាបាល Cha Hae-in បានទេដោយសាររបួសរបស់នាងធ្ងន់ខ្លាំងពេកមិនយូរប៉ុន្មាន Beru ក៏ត្រឡប់មកវិញនិងបានបើកការប្រយុទ្ធជាមួយ Jinwoo ម្ដងពួកគេមាត់គ្នាទៅវិញទៅមកដោយបញ្ចេញថាមពលដ៏ខ្លាំងក្លារៀងខ្លួនដែលមើលទៅមិនស្រួល Beru ក៏វាយប្រហារ Jinwoo ជាមួយនឹងអណ្ដាតរបស់គាត់តែវាបណ្ដាលឲ្យ Jinwoo ត្រូវពឹសមិនអាចកម្រើកខ្លួនបានឡើយតែបានតែបន្តិច Jinwoo ក៏អាចបន្សាបពឹសនឹងបានហើយក៏ដាក់ Beru មួយដៃឲ្យប៉ាងទៅឆ្ងាយដោយនឹកឃើញថា Cha Hae-in កំពុងតែមានរបួសធ្ងន់ Jinwoo ក៏សម្រុកចូលវាយ Beru ដើម្បីបញ្ចប់ការប្រយុទ្ធនេះឲ្យបានលឿននៅពេលដែលដឹងថាពឹសមិនដំណើរការហើយប្រើកម្លាំងក៏គ្មានប្រយោជន៍បែបហ្នឹង Beru ក៏ផ្លាស់ប្ដូរទម្រង់រូបរាងរបស់គាត់និងប្រើប្រាស់អាវុធប្រយុទ្ធវិញ私と引けを取らないスピードការប្រយុទ្ធមួយនេះមានភាពតានតឹងមែនទែនដោយពួកគេមានព្រៀបទៅលើគ្នាទៅវិញទៅមកក៏ប៉ុន្តែចុងក្រោយ Jinwoo ក៏នៅតែអាចរកចំណុចខ្សោយរបស់ Beru បានហើយកាប់កន្តិចដៃជើងរបស់គេតែម្ដងទោះបីជាយ៉ាងណាចង់សម្លាប់ Beru មិនមែនងាយស្រួលទេដោយសារគាត់អាចព្យាបាលរបួសខ្លួនឯងបានរហូតតែដឹងថាខ្លួនឯងមិនអាចយកឈ្នះ Jinwoo បាន Beru ក៏សម្រេចចិត្តរត់គេចប៉ុន្តែរត់ទៅណាមិនផុតពី Jinwoo ឡើយហើយត្រូវបាន Jinwoo កាប់ចិញ្ច្រាំដាច់ជាច្រើនបំណែកក្រោយពី Beru បានស្លាប់បិសាចសម័យដែលនៅសេសសល់ទាំងប្រមាណក៏បានរត់ចាក់ចេញអស់ទៅស្ថានភាពរបស់ Cha Hae-in ឥឡូវគឺធ្ងន់ធ្ងរមែនទែនតែគ្មានជំរឿនណាដែលអាចជួយនាងបាន Jinwoo បានសម្រេចចិត្តទាញសមារបស់ Healer ពួកគេមកជួយសង្គ្រោះនាងបន្ទាប់ពី Heal Cha Hae-in ហើយ Jinwoo ក៏រំលាយសមារបស់ Healer វិញតាមការស្នើសុំរបស់ Yunho រួចហើយពួកគេធ្វើដំណើរចាក់ចេញពីកោះមួយនោះអត់តែ Jinwoo ទេដែលនៅតទល់ជាមួយបិសាចរឿងមួយដែល Jinwoo មិនដែលភ្លេចនោះគឺទាញសមាសត្រូវនៅពេលដែលបានផ្ដួលពួកគេហើយស្រមារបស់ Beru ពិសេសខុសគេតែម្ដងដែលគាត់មានសមត្ថភាពអាចនិយាយបានចំពោះសាកសពរបស់បិសាចសមោចវិញ Jinwoo ក៏ទាញយកសមារបស់ពួកវាដូចគ្នា Jinwoo បញ្ជាឲ្យ Beru ទៅសម្លាប់បិសាចសមោចដែលកំពុងតែរត់គេចទាំងអស់ហើយបន្ទាប់ពីនឹងមកការវាយលោក Jeju Island របស់ពួកគេគឺទីបំផុតទទួលបានជោគជ័យហើយ Ganhei ថ្លែងអំណរគុណទៅ Jinwoo យ៉ាងជ្រាលជ្រៅសម្រាប់ការជួយរបស់គាត់ហើយជាមួយថាមពលដ៏ខ្លាំងរបស់គាត់នេះ Jinwoo មានគម្រោងបង្កើតហ្គាខ្លួនឯងផ្ទាល់ហើយគាត់ក៏ទទួលបានការអនុញ្ញាតពី Ganhei ផងដែរនៅតាមផ្លូវត្រឡប់មកផ្ទះវិញ Jinwoo ត្រូវបានគេពឹងឲ្យទៅវាយលោកដាំងចិនមួយដែលលេចឡើងនៅលើផ្លូវដែលគាត់កំពុងតែជិះហើយដាំងចិនមួយនេះបានប្រែទៅជាទ្វារពណ៌ក្រហមបន្ទាប់មក Jinwoo ក៏ហៅ Shadow Soldier របស់គាត់ជាច្រើននិងចាប់ផ្ដើមវាយលោកដាំងចិនមួយនេះតែម្ដងហើយប្រវត្តិរបស់ Jinwoo គឺមានតែប៉ុណ្្នឹងឯងអ្នកតាគ្នា